thì muốn còn đã chặt lâu còn chặt đằng mà tìm đồng đó và thấy cả váy váy mấy ngọt cho con ngọt ở đây ở đây con này váy ở phía mặt phía nó lừa sang viên là anh chiếtពេលយើងប្រកួតយើងយកជាតិយកជើងយើងធំហ្នឹងបើនៅក្នុងពេលដែលវ័យរបស់ខ្លួនឈានទៅដល់បាទអាចនិយាយបានថាចង់បញ្ចប់នៃអាជីពរបស់ខ្លួនរួចទៅហើយនោះបាទព្រំសំណាងនាពេលបច្ចុប្បន្ននេះកំពុងតែដាក់ការវិនិយោគហើយនឹងការរំពឹងខ្ពស់ទៅលើកូនរបស់លោកបាទកូនរបស់លោកទាំង3នាក់តែម្ដងរួមមានបាទប្រុស2នាក់ហើយនិងស្រីម្នាក់នាពេលបច្ចុប្បន្ននេះកំពុងតែវឹកហាត់គុណខ្មែរដើម្បីបាទបំពេញក្តីសម័យរបស់ពួកគេហើយក៏ជាការស្នងមរតកនៃអាជីពនេះបន្តពីឪពុកផងដែរបាទព្រំសំណាងបាទបានដឹងរួចទៅហើយថានាពេលបច្ចុប្បន្ននេះអាជីពរបស់ខ្លួនបានរំកិលមកគៀកទៅនឹងការបិទបញ្ចប់នៃអាជីពទៅហើយដូច្នេះអ្វីដែលលោកធ្វើនាពេលបច្ចុប្បន្ននេះគឺការជំរុញហើយនឹងការលើកទឹកចិត្តដោយផ្ដល់ជាយុទ្ធសាស្ត្រហើយនឹងណែនាំដល់កូនរបស់ខ្លួនព្យាយាមអភិវឌ្ឍសមត្ថភាពដើម្បីអាចស្នងភាពល្បីល្បាញក៏ដូចជាការរួមចំណែកអភិរក្សគុណខ្មែរបន្តពីលោកតទៅមុខទៀតយើងឆ្លៀតហាត់ខ្លួនឯងផងបហាត់កូនផងហាត់សាសផងបាទចុះឥឡូវនេះឃើញកូនណានោះមកហាត់បដាច្រើនអ្នកណាប្រហែលអ្នកឯងបងកូនខ្ញុំ3នាក់បង3បងណាបាទមកអាចរាប់ឈ្មោះទេបងសំណាងនោះសំណាងនៀតហើយសំណាងណាវសំណាងណាវក្មួយស្រីណាបាទបាទចឹងចូលចាប់ដើមប្រឡូកទាំងអស់ដែរម្ដងបាទបូជាមកពូជជូនគុណខ្មែរបងតែអានេះយកទៅពូជមកស្រឡាញ់គុណខ្មែរបាទចុះពូនៅពេលបច្ចុប្បន្ននេះបើនិយាយអំពីការប្រឡូកពួកគាត់វិញយ៉ាងម៉េចដែរអាចថាមើលទៅចាប់ជាអាជីពដាក់កាយដាក់ចិត្តតែម្ដងឬក៏យ៉ាងម៉េចដែរមើលនៅទៀតស្ទង់ពួកគាត់ទៅឥឡូវជិះមើលមកទឹកនេះបងប៉ុន្តែក៏បើសំណាងនោះដូចជាប្រមាណគួតនេះវាយគេស្លាប់ទឹកមួយទឹកពីរទឹកមួយពីររហូតបរទេសទាំងអស់បាទទាំងអ៊ីរ៉ង់ទាំងវៀតណាមទាំងរុស្ស៊ីគាត់វាយទឹកពីទឹកបាទហើយបើសំណាងនេះនោះគាត់បុកខាត់ខ្លាំងឥឡូវគាត់ថាគាត់ដាក់ចិត្តគាត់កំបុកខាត់តែជំនាញគាត់ស៊ីបុកស៊ីគាត់ជើងដៃធួននោះគ្រូមិនគ្រូ3 4នាក់អូធួនណាលោកអីក៏មិនសុំមិនឈុតសុំមិនឲ្យសឿងងុយក៏អីធួនណាចង់ឲ្យនេះថានិយាយដល់ខ្ញុំថាកូននេះវាមិនបានរៀនសុទ្ធផងពោះធ្វើម៉េចយើងមិនបើក៏មិនអារម្មណ៍យើងចង់ឲ្យគាត់នៅលើឆាកអន្តរជាតិជាតិលើកទង់ជាតិនៅលើឆាកអន្តរជាតិឲ្យបានដូចឪពុកបានឈ្នះនៅបារាំងសប្បាយចិត្តមកជាតិនេះបានលើកទង់ជាតិដ៏អស្ចារ្យមួយនៅស្រុកបារាំងឈ្នះហើយចង់ឲ្យពួកគាត់ធ្វើលោកតាមនឹងឲ្យសង្គមគេលឹកស្រឡាញ់អញ្ចឹងណាអមហើយឥឡូវក៏ប្រហែលជាគាត់ឃើញខ្ញុំចាស់ហ្នឹងណាពួកគាត់ខំហាត់គាត់ហើយគាត់និយាយថាឲ្យខំសាងកិត្តិយសមកច្រើនឆ្នាំមកកុំធ្វើកុំឲ្យកិត្តិយសឲ្យវាធ្លាក់ទៅដល់ពួកឯងលោកគាត់ខំខ្ញុំថាពីមុនគាត់អត់ដាក់ចិត្តឡើយគាត់ចាប់ដឹងមកទីម្ដងបាទហើយថាវាយមិនងាប់ចោលគាត់ងាប់ឲ្យស្ដាយឲ្យតែខ្លួនឯងវាយអស់ពីសមត្ថភាពនៅលើសង្វៀនឆ្លាញ់ជាតិពេលយើងប្រកួតយើងយកជាតិយកជើងយើងធំទន្ទឹមនឹងកូនប្រុសកូនស្រីរបស់លោកស្រុកទាំង3នាក់បានចាប់ដើមជិះទៅលោកដូចជាវឹកហាត់គុណខ្មែរពេញដៃពេញជើងគ្រប់គ្នានោះនាពេលបច្ចុប្បន្ននេះព្រំសំណាងក៏កំពុងតែបើកដំណើរការក្លឹបគុណខ្មែរផ្ទាល់ខ្លួនដែរដែលមានឈ្មោះថាក្លឹបព្រំសំណាងគុណខ្មែរដែលបានប្រើប្រាស់ទីតាំងនៅក្នុងមជ្ឈមណ្ឌលកីឡាកងយុទ្ធពលខេមរៈភូមិន្ទឬស្តាតចាស់ជាទីតាំងនៅក្នុងការវឹកហាត់និងប្រមូលផ្ដុំAM Sport ដើម្បីកីឡា